ដំណើររឿងរបស់បុរសម្នាក់ដែលពិភពលោកស្គាល់ថាជាកំពូលប្រាជ្ញានៃសតវត្សទី20និងជាអ្នកផ្លាស់ប្ដូរការយល់ឃើញរបស់មនុស្សជាតិចំពោះច្បាប់ធម្មជាតិបានចាប់ផ្ដើមឡើងនៅថ្ងៃទី14ខែមីនា ឆ្នាំ1879ក្នុងទីក្រុងអ៊ូលមនៃចក្រភពអាល្លឺម៉ង់នៅពេលនោះទីរោគម្នាក់នេះមិនទាន់មានសញ្ញាណាមួយបង្ហាញថាជាអ្នកប្រាជ្ញឡើយផ្ទុយទៅវិញរូបរាងក្បាលដែលធំខុសធម្មតានិងការលូតលាស់ភាពយาวបានធ្វើឲ្យក្រុមគ្រួសារមានការភាន់ច្រឡំនិងព្រួយបារម្ភយ៉ាងខ្លាំងអេនស្តាញមិនទាន់ចេះនិយាយនោះទេរហូតដល់គាត់មានអាយុ3ឆ្នាំសូម្បីតែនៅពេលគាត់ចាប់ផ្ដើមនិយាយក៏គាត់តែងតែនិយាយពាក្យដដែលម្នាក់ឯងដែលធ្វើឲ្យគ្រូបង្រៀននិងមនុស្សជុំវិញខ្លួនយល់ថាគាត់ជាក្មេងដែលខ្សោយបញ្ញាឬជាមនុស្សដែលមានភាពយឺតយ៉ាវខ្លាំងប៉ុន្តែនៅពីក្រោយភាពស្ងប់ស្ងាត់នោះគឺជាខួរក្បាលដែលកំពុងសង្កេតពិភពលោកក្នុងរបៀបមួយដែលខុសប្លែកពីគេបំផុតរបស់ដំបូងបំផុតបានកើនឡើងនៅពេលគាត់មានអាយុ5ឆ្នាំនៅពេលដែលឪពុករបស់គាត់បានបង្ហាញត្រីវិស័យមួយឲ្យគាត់មើលវាបានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញត្រនិតលោហៈតូចមួយនោះតែងតែចង្អុលទៅទិសខាងជើងជានិច្ចទោះបីជាគ្មានដៃមើលមិនឃើញណាមួយមកប៉ះពាល់វាក៏ដោយបទពិសោធន៍នេះបានរត់បញ្ឆេះនៅសេចក្តីស្រេកឃ្លានចង់ដឹងពីកម្លាំងលាក់កំបាំងនៃធម្មជាតិវាក៏បានបណ្ដោះនៅជំនឿមួយថាពិភពលោកមានរចនាសម្ព័ន្ធដ៏ជ្រាលមួយដែលស្ថិតនៅពីក្រោយអ្វីៗដែលភ្នែកមនុស្សអាចមើលឃើញការសិក្សារបស់លោកអេនស្តែងនៅតំណសាលានៅប្រទេសអាល្លឺម៉ង់នាពេលនោះគឺជាការតស៊ូដ៏លំបាកមួយលោកមិនចូលចិត្តតទេសោះចំពោះប្រព័ន្ធអប់រំដែលសង្កត់ធ្ងន់ទៅលើការទន្ទេញចាំនិងមានវិន័យតឹងរឹងដូចជាទាហានលោកតែងតែមានជម្លោះជាមួយគ្រូបង្រៀនដែលមើលឃើញថាលោកគឺជាសិស្សរឹងរូសនិងគ្មានអនាគតប៉ុន្តែនៅក្រៅសាលាវិញអេនស្តែនបានចំណាយពេលសិក្សាដោយខ្លួនឯងយ៉ាងស៊ីជម្រៅក្នុងពិភពគណិតវិទ្យានិងរូបវិទ្យាតាមរយៈការជួយជ្រោមជ្រែងពីមិត្តភក្តិគ្រួសារម្នាក់លោកទទួលបានសៀវភៅវិទ្យាសាស្ត្រនិងទស្សនវិជ្ជាល្អៗដើម្បីអានលុះដល់អាយុ12ឆ្នាំលោកបានរកឃើញសៀវភៅធរណីមាត្រមួយក្បាលដែលលោកហៅថាជាសៀវភៅវិសុទ្ធតូចដែលបានបង្រៀនលោកឲ្យស្គាល់ពីអំណាចនៃតក្កវិទ្យានិងការបកស្រាយតាមហេតុផលក្រោយមកនៅពេលគ្រួសារជួបវិបត្តិសេដ្ឋកិច្ចនិងបានផ្លាស់ទៅរស់នៅប្រទេសអ៊ីតាលីអេនស្តែនក៏បានសម្រេចចិត្តបោះបង់ការសិក្សានៅអាល្លឺម៉ង់លោកបានចំណាយពេលដើរលេងក្នុងព្រៃភ្នំនិងអានសៀវភៅដោយសេរីភាពមុននឹងសម្រេចចិត្តទៅបន្តការសិក្សានៅប្រទេសស្វីសការរស់នៅប្រទេសស្វីសបានផ្លាស់ប្ដូរជីវិតរបស់លោកយ៉ាងខ្លាំងដោយសារបរិយាកាសសេរីនិយមបានអនុញ្ញាតឲ្យលោកអាចបញ្ចេញមតិយោបល់និងជជែកដេញដោលពីវិទ្យាសាស្ត្របានយ៉ាងទូលំទូលាយជាចុងក្រោយលោកបានប្រឡងចូលរៀននៅសាលាពហុបច្ចេកទេសស៊ូរិកទោះបីជាលើកដំបូងលោកបានប្រឡងធ្លាក់មុខវិជ្ជាសង្គមក៏ដោយប៉ុន្តែដោយសារបន្ទុកផ្នែកគណិតវិទ្យាខ្ពស់ដាច់គេទើបគ្រូបង្រៀនសម្រេចចិត្តទទួលយកលោកឲ្យចូលរៀនតែម្ដងជីវិតជានិស្សិតនៅទីក្រុងស៊ូរិកមិនមែនជារឿងងាយស្រួលឬរលូននោះឡើយអេនស្តែនតែងតែអវត្តមានពីថ្នាក់រៀនដើម្បីចំណាយពេលនៅក្នុងបន្ទប់ពិសោធន៍ឬអានការស្រាវជ្រាវរូបវិទ្យាដោយខ្លួនឯងរឿងនេះបានធ្វើឲ្យសាស្ត្រាចារ្យមិនសូវពេញចិត្តហើយចាត់ទុកគាត់ថាជាមនុស្សមិនសូវយកចិត្តទុកដាក់នឹងការរៀនសូត្របន្ទាប់ពីបញ្ចប់ការសិក្សានៅឆ្នាំ1900គាត់គឺជាមនុស្សតែម្នាក់គត់ក្នុងចំណោមមិត្តភក្តិទាំងអស់ដែលរកការងារជាជំនួយការសាស្ត្រាចារ្យមិនបានស្ថានភាពដ៏លំបាកនេះបានធ្វើឲ្យគាត់ធ្លាក់ខ្លួនក្រីក្រហើយត្រូវដើរបង្រៀនសិស្សតាមផ្ទះដើម្បីគ្រាន់តែបានប្រាក់ចិញ្ចឹមជីវិតប៉ុន្តែគឺនៅក្នុងគ្រាដ៏អស់សង្ឃឹមនេះឯងដែលបាននាំគាត់ទៅកាន់ការិយាល័យបាតាំងនៅទីក្រុងប៊ឺនក្នុងឆ្នាំ2007នៅទីនោះគាត់ទទួលបានការងារមួយជាអ្នកត្រួតពិនិត្យផ្នែកបច្ចេកទេសការងារដែលមើលទៅហាក់ដូចជាសាមញ្ញនេះបានក្លាយជាឱកាសដ៏មហាសាលសម្រាប់លោកអេនស្តែនការពិនិត្យមើលគ្រឿងម៉ាស៊ីននិងការច្នៃប្រឌិតថ្មីៗបានបង្ខំឲ្យគាត់ត្រូវគិតសារជាថ្មីអំពីមូលដ្ឋានគ្រឹះនៃរូបវិទ្យាក៏ដូចជាទំនាក់ទំនងរវាងចលនានិងពេលវេលានៅក្នុងការិយាល័យដ៏ស្ងប់ស្ងាត់នោះលោកអេនស្តែនបានចំណាយពេលទំនេររបស់គាត់ដើម្បីប្រកបនូវអ្វីដែលពិភពលោកទាំងមូលមិនដែលនឹកស្មានដល់សោះឡើយឆ្នាំ1905ត្រូវបានគេប្រសិទ្ធនាមថាជា Annus Mirabilis ឬឆ្នាំនៃអភូតហេតុដ៏អស្ចារ្យនៅក្នុងឆ្នាំនោះបុគ្គលិកការិយាល័យប៉ាតង់ម្នាក់ដែលគ្មាននរណាស្គាល់បានបោះពុម្ពផ្សាយអត្ថបទវិទ្យាសាស្ត្រចំនួន4
ដែលបានធ្វើឲ្យគ្រឹះនៃរូបវិទ្យាបុរាណរបស់លោកអ៊ីសាក់ញូតុនត្រូវរង្គោះរង្គើអត្ថបទទី1បានបញ្យល់ពីបាតុភូតរូបអគ្គិសនីដែលបង្ហាញថាពន្លឺមិនមែនត្រឹមតែជារលកនោះទេប៉ុន្តែវាគឺជាភាគល្អិតដែលហៅថាហ្វូតុនការរកឃើញនេះបានក្លាយជាគ្រឹះនៃមេខានីកកង់ទិកនិងបានជួយឲ្យលោកទទួលបានរង្វាន់ Nobel នៅពេលក្រោយមកទៀតចំណែកអត្ថបទទី2វិញបានបញ្យល់ពីអត្ថិភាពនៃអាតូមតាមរយៈចលនាប្រោនានដែលកាលនោះអ្នកវិទ្យាសាស្ត្រភាគច្រើននៅតែមានការសង្ស័យនៅឡើយចំពោះអត្ថបទទី3ដែលជារឿងដ៏អស្ចារ្យបំផុតនោះគឺទ្រឹស្ដី relativity ពិសេសលោកបានលុបបំបាត់គំនិតអំពីពេលវេលាដាច់ខាតដោយបង្ហាញថាពេលវេលានិងលំហាគឺជាអ្វីដែលទាក់ទងគ្នានិងប្រែប្រួលទៅតាមល្បឿននៃអ្នកសង្កេតតែប៉ុណ្ណោះចុងក្រោយអត្ថបទទី4បាននាំមកនូវរូបមន្តដែលល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិគឺ A ស្មើនឹង MC ការ៉េរូបមន្តនេះបង្ហាញថាថាមពលនិង mass គឺជាវត្ថុតែមួយដែលស្ថិតក្នុងទម្រង់ខុសគ្នារូបមន្តដ៏ខ្លីខ្លឹមនេះបានបើកទ្វារឲ្យមានការយល់ដឹងកាន់តែច្បាស់អំពីថាមពលនុយក្លេអ៊ែរនិងអាថាកំបាំងនៃពពួកផ្កាយទាំងឡាយនៅក្នុងចក្រវាឡទោះបីជាការរកឃើញទាំងនេះអស្ចារ្យយ៉ាងណាក៏ដោយក៏លោក Einstein នៅតែមិនទាន់ស្កប់ស្កល់ខឹងចិត្តឡើយលោកបានចំណាយពេល10ឆ្នាំបន្ថែមទៀតដើម្បីព្យាយាមបញ្ចូលកម្លាំងទំនាញដីទៅក្នុងទ្រឹស្ដីរបស់លោកដែលការងារនេះគឺពិតជាលំបាកខ្លាំងរហូតធ្វើឲ្យលោកស្ទើរតែវិកលចរិតនិងមានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរប៉ុន្តែនៅឆ្នាំ1915លោកបានសម្រេចនូវអ្វីដែលពិភពលោកចាត់ទុកថាជាសមិទ្ធផលបញ្ញាដ៏ខ្ពង់ខ្ពស់បំផុតរបស់មនុស្សជាតិនោះគឺទ្រឹស្ដី relativity ទូទៅលោកបានបដិសេធការយល់ឃើញរបស់លោកញូតុនដែលថាទំនាញដីគឺជាកម្លាំងទាញគញាទៅវិញទៅមកប៉ុន្តែលោកបានពន្យល់ថាទំនាញដីគឺជាការកោងនៃលំហានិងពេលវេលាដែលបង្កឡើងដោយម៉ាស់និងថាមពលប្រៀបដូចជាការដាក់បាល់ដែកដកធ្ងន់មួយនៅលើផ្ទៃសម្ពុតដែលយ៉ាចុះទ្រឹស្ដីនេះត្រូវបានបញ្ជាក់ថាត្រឹមត្រូវទាំងស្រុងនៅឆ្នាំ1919បន្ទាប់ពីមានការសង្កេតមើលបាតុភូតសូរ្យក្រាសនៅទ្វីបអាហ្វ្រិកដែលបានបង្ហាញឲ្យឃើញថាពន្លឺផ្កាយពិតជាមានការបត់បែនមែននៅពេលវាធ្វើដំណើរឆ្លងកាត់ក្បែរព្រះអាទិត្យត្រឹមតែរយៈពេលមួយយប់ប៉ុណ្ណោះបុរសដែលមានសក់សំពងនិងមានចរិតសាមញ្ញម្នាក់នេះបានក្លាយជាវីរបុរសរបស់ពិភពលោកនិងជានិមិត្តរូបនៃបញ្ញាស្មារតីយ៉ាងណាមិញភាពល្បីល្បាញក៏បាននាំមកនូវបញ្ហាប្រឈមថ្មីៗជាច្រើនផងដែរជាពិសេសនៅពេលដែលមនោគមវិជ្ជាណាស៊ីចាប់ផ្ដើមរីកដុះដាលខ្លាំងនៅក្នុងប្រទេសអាល្លឺម៉ង់លោក Einstein ដែលជាជនជាតិជ្វីបនិងជាអ្នកស្រឡាញ់សន្តិភាពបានក្លាយជាគោលដៅនៃការវាយប្រហារនិងការស្អប់ខ្ពើមរហូតដល់មានការដាក់តម្លៃខ្លួនសម្រាប់ការសម្លាប់រូបលោកទៀតផងនៅឆ្នាំ1933លោកបានសម្រេចចិត្តចាកចេញពីប្រទេសអាល្លឺម៉ង់ជារៀងរហូតហើយបានភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលបម្រើការងារនៅវិទ្យាស្ថានសម្រាប់ការសិក្សាកម្រិតខ្ពស់នៅទីក្រុង Princeton នៅទីនោះលោកបានក្លាយជាតួអង្គដ៏មានឥទ្ធិពលបំផុតម្នាក់មិនត្រឹមតែក្នុងវិស័យវិទ្យាសាស្ត្រប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្នុងកិច្ចការនយោបាយពិភពលោកផងដែរខណៈដែលសង្គ្រាមលោកលើកទី2កំពុងតែខិតជិតមកដល់លោក Einstein បានធ្វើការសម្រេចចិត្តដ៏លំបាកបំផុតមួយក្នុងជីវិតរបស់លោកដោយបានចុះហត្ថលេខាលើសម្បត្តិផ្ញើទៅកាន់ប្រធានាធិបតី Roosevelt ដើម្បីជំរុញឲ្យអាមេរិកចាប់ផ្ដើមការស្រាវជ្រាវគ្រាប់បែកប្រមាណូឲ្យបានមុនពេលដែលអាល្លឺម៉ង់អាចធ្វើវាបានដែលនេះគឺជាចំណុចចាប់ផ្ដើមនៃគម្រោង Manhattan ទោះបីជាលោកមិនដែលបានចូលរួមដោយផ្ទាល់ក្នុងការផលិតអាវុធទាំងនោះនិងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការប្រើប្រាស់គ្រាប់បែកនៅប្រទេសជប៉ុនក៏ដោយប៉ុន្តែឈ្មោះរបស់លោកនៅតែត្រូវបានគេផ្សារភ្ជាប់ជានិច្ចទៅនឹងយុគសម័យប្រមាណូនៅក្នុងឆ្នាំចុងក្រោយនៃជីវិតលោក Einstein បានចំណាយពេលវេលាស្ទើរតែទាំងអស់ដើម្បីព្យាយាមស្វែងរកទ្រឹស្ដីរួមដែលអាចបញ្ចូលរាល់កម្លាំងទាំងអស់នៅក្នុងចក្រវាឡឲ្យស្ថិតនៅក្នុងរូបមន្តតែមួយបើទោះបីជាលោកមិនបានសម្រេចបំណងនេះក៏ដោយប៉ុន្តែការខិតខំប្រឹងប្រែងរបស់លោកបានបើកផ្លូវឲ្យអ្នករូបវិទ្យាជំនាន់ក្រោយបន្តស្វែងរកអត្ថកម្បាំងនៃចក្រវាឡរហូតមកដល់បច្ចុប្បន្នលោក Einstein បានទទួលមរណភាពនៅថ្ងៃទី18ខែមេសាឆ្នាំ1950ប៉ុន្តែកេរដំណែលរបស់លោកនៅតែមានវត្តមាននៅគ្រប់ទីកន្លែងចាប់ពីបច្ចេកវិទ្យា GPS ក្នុងទូរស័ព្ទដៃប្រព័ន្ធឡាស៊ែររហូតដល់ការយល់ដឹងអំពីប្រហោងខ្មៅនិងដើមកំណើតនៃចក្រវាឡ
អ្វីដែលធ្វើឲ្យលោកខ្លាយជាមនុស្សអមតៈមិនមែនត្រឹមតែរូបមន្តវិទ្យាសាស្ត្រនោះទេប៉ុន្តែគឺស្មារតីនៃមនុស្សជាតិដែលហ៊ានប្រើប្រាស់ការស្រមោលស្រមៃដើម្បីបំបែកជញ្ជាំងនៃចំណេះដឹងលោកតែងតែរំលឹកយើងថារឿងដែលស្អាតបំផុតដែលយើងអាចជួបប្រទះគឺភាពអាថាកំបាំងព្រោះនេះគឺជាប្រភពនៃសិល្បៈនិងវិទ្យាសាស្ត្រពិតប្រាកដ